រដ្ឋមន្ត្រីការពារជាតិថៃបានចេញសេចក្តីថ្លែងការណ៍តាក់ទងនឹងភាពតានតឹងដែលកំពុងបន្តនៅព្រំដែនកម្ពុជាថៃដោយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាមិនដូចអ្វីដែលបានលើកឡើងក្នុងកិច្ចប្រជុំលោកភូមិឋាមវិឆាយាឆៃបានលើកឡើងនៅថ្ងៃទី7 ខែមិថុនាឆ្នាំ2025នេះថាបន្ទាប់ពីកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីការពារជាតិកម្ពុជាព័ត៌មានមួយចំនួនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈត្រូវបានរកឃើញថាមិនស៊ីសង្វាក់គ្នាជាមួយនឹងខ្លឹមសារនៃកិច្ចពិភាក្សាដោយរដ្ឋមន្ត្រីការពារជាតិថៃថាសំណើភាគីដែលមានគោលបំណងកាត់បន្ថយប្រឈមមុខដាក់គ្នានិងជំរុញសន្តិភាពត្រូវបានច្រានចោលប្រទេសថៃបញ្ជាក់ចំហមុនរបស់ខ្លួនថាកម្ពុជាថៃគួរតែដកកម្លាំងរបស់ពួកគេទៅកាន់ទីតាំងដើមដោយដែលបានរក្សានៅឆ្នាំ2024ដើម្បីកាត់បន្ថយភាពតានតឹងនិងទប់ស្កាត់ការកើនឡើងបន្ថែមទៀតរដ្ឋមន្ត្រីរូបនេះបញ្ជាក់ថាក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមិនយល់ស្របទៅនឹងសកម្មភាពណាមួយដែលរំលោភអធិបតេយ្យភាពរបស់ប្រទេសថៃនោះទេរដ្ឋាភិបាលនិងយោធាថៃបានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការការពារនិងថែរក្សាអធិបតេយ្យភាពរបស់ប្រទេសដោយគ្រប់ការចំណាយទាំងអស់